hay là với ban chi côn ở toàn che vía che ở cối che cho hayនឹងចេះដើរសំណួរនេះគឺនាងខ្ញុំតែងតែជួបជារឿយៗហើយនាងខ្ញុំក៏មានសំណួរសួរទៅបងប្អូនវិញដែរថានៅពេលដែលបងប្អូនមានកូនពេលដែលកើតមកតើមានចំណាយពេលធ្វើtummy timeឲ្យកូនក្នុងមួយថ្ងៃប្រហែលដងវីដេអូមុននាងខ្ញុំធ្លាប់បកស្រាយរួចមកហើយតើតើនឹងtummy timeគឺជាអ្វីហើយថ្ងៃនេះនាងខ្ញុំនឹងលើកនិយាយប្រធានបទនេះម្ដងទៀតឲ្យយ៉ាងលម្អិតជាងមុនហើយឲ្យយល់ពីអត្ថប្រយោជន៍របស់tummy time គឺជាលំហាត់ប្រាណសម្រាប់ទារកហើយនិងកុមារtummy timeគឺជាការដាក់កូនឲ្យគេងផ្កាប់លេងនៅលើកម្រាលនៅលើពូកនៅលើជើងឪពុកម្ដាយឬក៏នៅលើទ្រូងឪពុកម្ដាយភាគច្រើននៅពេលដែលដាក់កូនឲ្យធ្វើtummy timeគឺកូននឹងគេងយំហើយនឹងអាញាំអាញើច្រើនដូច្នេះឪពុកម្ដាយគឺពេលដែលឃើញកូនមានអាកប្បកិរិយាបែបនេះគឺគាត់អត់ចង់ដាក់កូនឲ្យធ្វើtummy timeទៀតនោះទេពីព្រោះអីគឺគាត់អាណិតកូនឃើញឲ្យកូនគេងផ្កាប់ទៅគឺគាត់អត់សំណឹកក្នុងខ្លួនហើយគាត់យំច្រើនប៉ុន្តែឪពុកម្ដាយត្រូវតែចងចាំថាtummy timeគឺជាលំហាត់ប្រាណមួយដ៏សំខាន់សម្រាប់ទារកហើយនិងកុមារនៅក្នុងការលូតលាស់រាងកាយរបស់គាត់ដូច្នេះត្រូវតែលើកទឹកចិត្តកូនឲ្យធ្វើtummy timeឲ្យបានកាន់តែច្រើនកាន់តែល្អអត្ថប្រយោជន៍របស់tummy timeទី1គឺជួយពង្រឹងសាច់ដុំគេហៅថា muscle tone បង្កើនសាច់ដុំនៅកសាច់ដុំនៅដៃសាច់ដុំនៅស្មាសាច់ដុំនៅជើងនិងនៅម្ដុំកជើងនៅពេលដែលសាច់ដុំដែលនាងខ្ញុំរៀបរាប់ដូចខាងលើនេះមានសុខភាពល្អគឺបានន័យថារឹងមាំហើយមានកម្លាំងខ្លាំងក្លានឹងធ្វើឲ្យកូនឆាប់ចេះវាឆាប់ចេះអង្គុយឆាប់ចេះដើរហើយនឹងឆាប់ចេះឈរអត្ថប្រយោជន៍ទី2គេថា gain control គឺវាជួយទទួលខុសត្រូវបង្កើននៅសាច់ដុំគឺមិនធ្វើឲ្យសាច់ដុំកនឹងទន់ល្វេល្វក់ធ្វើឲ្យក្បាលមានលំនឹងព្រមទាំងជួយគ្រប់គ្រងទៅលើចលនាភ្នែកឲ្យបានល្អប្រសើរថែមទៀតផងអត្ថប្រយោជន៍ទី3គេហៅថា handwriting development គឺវាជួយទៅលើការលូតលាស់ផ្នែកចលនាទូចៗគេ fine motor skill សម្រាប់ឲ្យកុមារសរសេរបានឆាប់ចេះសរសេរបានលឿនហើយនឹងសរសេរបានល្អថែមទៀតផងអត្ថប្រយោជន៍ទី4គេហៅថា sensory integration គឺវាជួយទៅដល់ដំណើរការប្រព័ន្ធប្រសាទឲ្យបានល្អជាពិសេសគឺវាផ្ដោតទៅលើញាណទាំង5តាក់ទងជាមួយទៅនឹងការមើលឃើញការស្ទាបការប៉ះរសជាតិក្លិនហើយនឹងការស្ដាប់ផងដែរអត្ថប្រយោជន៍ទី5គេហៅថា prevent delay គឺវាទប់ទល់ឬក៏វារារាំងមិនឲ្យមានការអភិវឌ្ឍយឺតយ៉ាវណាមួយនោះទេនៅពេលដែលដាក់កូនឲ្យធ្វើtummy timeបានគ្រប់គ្រាន់គឺវាជួយមិនឲ្យកូនរបស់បងប្អូនហ្នឹងមានការលូតលាស់ឬក៏អភិវឌ្ឍខួរក្បាលយឺតយ៉ាវហើយថែមទាំងជួយឲ្យកូនហ្នឹងមានការផ្ចង់អារម្មណ៍បានល្អថែមទៀតផងតារាងពេលវេលាសម្រាប់ដាក់កូនឲ្យធ្វើtummy timeអញ្ចឹងគឺការធ្វើtummy timeគឺទៅតាមអាយុរបស់កូននៅពេលដែលកូនទៅតែកើតគេហៅថា newborn គឺចាប់ពីកើតរហូតដល់ក្រោម1ខែយើងត្រូវធ្វើtummy time ម្ដងគឺរយៈពេល2ទៅ3នាទីហើយចំនួនដងគឺ2ទៅ3ដងក្នុងមួយថ្ងៃសម្រាប់កូនអាយុ2ខែវិញត្រូវដាក់tummy time រយៈពេល10ទៅ15នាទីហើយចំនួនដងគឺធ្វើ2ទៅ3ដងក្នុងមួយថ្ងៃដែរសម្រាប់កូនអាយុ3ខែវិញត្រូវដាក់tummy time រយៈពេល20ទៅ30នាទីហើយចំនួនដងគឺ2ទៅ3ដងក្នុងមួយថ្ងៃដែរសម្រាប់កុមារអាយុ4ទៅ5ខែវិញរយៈពេលដែលត្រូវធ្វើtummy timeគឺ40ទៅ60នាទីហើយចំនួនដងគឺ3ទៅ4ដងក្នុងមួយថ្ងៃសម្រាប់កុមារអាយុចាប់ពី6ខែឡើងរយៈពេលធ្វើtummy timeគឺ60ទៅ90នាទីហើយចំនួនដងគឺ3ទៅ4ដងក្នុងមួយថ្ងៃដែរសរុបសេចក្តីមកវិញតាក់ទងជាមួយនឹងកុមារដែលគាត់មានការលូតលាស់យឺតយ៉ាវក្នុងការវាក្នុងការអង្គុយក្នុងការឈរហើយនៅក្នុងការដើរគឺភាគច្រើនឪពុកម្ដាយគឺគាត់អត់សូវបានដាក់កូនឲ្យធ្វើtummy timeទេ
នៅពេលដែលកូនគាត់យំគាត់ធ្វើមួយផ្លែតគាត់ឈប់រហូតព្រោះគាត់នៅកូនចឹងអត្ថប្រយោជន៍របស់ Tummy Time គឺវាជួយច្រើនដូច្នេះអត្ថប្រយោជន៍របស់ Tummy Time គឺជួយកសាងឬក៏ជួយពង្រឹងនៅសាច់ដុំដែលហៅថា muscle tone ជួយឲ្យសាច់ដុំនៅម្ដុំកស្មាជួយផ្នែកក្បាលឲ្យមានលំនឹងមិនត្រឹមតែប៉ុណ្្នឹងទេអត្ថប្រយោជន៍របស់ Tummy Time គឺវាជួយធ្វើឲ្យដំណើរការប្រព័ន្ធប្រសាទបានកាន់តែល្អប្រសើរដែលគេហៅថាsensory integration ហើយលើសពីនេះទៀតគឺ Tummy Time អត្ថប្រយោជន៍របស់ Tummy Time គឺជួយរារាំងឬក៏ទប់ទល់ឬការពារការយឺតយ៉ាវនៅផ្នែករាងកាយដែលគេហៅថា prevent delay ប្រសិនបើកូនរបស់បងប្អូនគ្រប់អាយុកាលដែលត្រូវចេះវាចេះអង្គុយចេះឈរចេះដើរហើយគាត់អត់ទាន់ចេះសូមនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការវិតម្លៃរកមូលហេតុថាហេតុអ្វីបានជាកូនអត់ទាន់ចេះហើយមូលហេតុមិនមែនមានតែកូនអត់បានធ្វើ Tummy Time គ្រប់គ្រាន់តែមួយមុខនេះទេគឺវាមានមូលហេតុជាច្រើនដែលបង្កឲ្យកុមារនឹងមានការលូតលាស់យឺតយ៉ាវនៅផ្នែកណាមួយជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំហើយប្រសិនបើពុកម៉ែបងប្អូនមានសំណួរតាក់ទងជាមួយកូនអាចចោទជាសំណួរហើយនាងខ្ញុំនឹងបកស្រាយជាវីដេអូ